គឺយើងមិនអាចនិយាយថាក្រុមដែលរោគរ៉ាគឺជាក្រុមដែលមិនអាចលើកពានបាននោះទេបាទប៉ូទុយហ្គាល់ក៏បានបង្ហាញម្ដងរួចមកហើយបាទគ្រាន់ថាអ្វីដែលយើងមើលឃើញនឹងភ្នែកអ្វីដែលយើងមើលឃើញប្រព័ន្ធនៅក្នុងការលេងគឺអេស្ប៉ាញគឺគេល្អជាងមែនបាទគេល្អជាងមែនអញ្ចឹងសម្រាប់ការប្រកួតរវាងប៉ូទុយហ្គាល់និងអេស្ប៉ាញគឺជាការប្រកួតមួយដែលល្អមើលមែនតើបាទហើយក៏ជាការប្រកួតមួយជាគូសងសឹកស៊ីសាច់ហត់ឈាមបន្ទាប់ពីប៉ូទុយហ្គាល់យកឈ្នះទៅលើអេស្ប៉ាញក្នុងការប្រកួតបាទ Nation League បាទអញ្ចឹងសម្រាប់ការប្រកួតនេះប្រសិនបើអេស្ប៉ាញបដិបដោយទៅដល់ពេលនាទីទៀតប្រហែលចាញ់ប៉ូទុយហ្គាល់ទៀតមិនទៅបាទតែលើកនេះគឺអេស្ប៉ាញប្រហែលជាមិនទប់ទេបាទទៅហើយបាទតែប្រិមត្តក៏ឃើញដែរសម្រាប់ប៉ូទុយហ្គាល់គេថាមួយបាទហើយសម្រាប់តំបន់ការពារប៉ូទុយហ្គាល់ខ្ញុំមើលទៅតែពិតល្អមែនដែរតែដល់ពេលផ្សេងទៀតមើលយើងស្ទើរមិនបាទតែយើងនិយាយក៏មិនអ្នកអន់ដែរបាទសិនអ្នកជើងខ្លាំងដែរតែដល់ពេលលេខដូចផ្លាត់មិនចឹងណាបាទក៏លេខតែមើលការប្រកួតចាប់តាំងពីវគ្គជម្រុះក្នុងពូលរហូតដល់វគ្គ32ក្រុមយើងសង្កេតឃើញថាសម្រាប់អេស្ប៉ាញគឺគេមានសាច់បាល់ល្អជាងបើយ៉ាងការគ្រប់គ្រងនៅលើទីលានដាក់ទាំងការបង្កើតឱកាសបាទទាំងការស្វែងរកគ្រាប់យើងមើលទៅសម្រាប់ខាងអេស្ប៉ាញគឺល្អជាងប៉ូទុយហ្គាល់បាទយ៉ាងណាមិញគឺសម្រាប់ប៉ូទុយហ្គាល់ក៏យើងមិនអាចមើលងាយបានដែរត្បិតតែការឡើងមកដូចរឿងរោគរ៉ាបន្តិចបាទទាំងការលេងនៅក្នុងពូលបាទក៏ដូចជាការប្រកួតជាមួយនឹងក្រូអាតនោះយើងឃើញហើយរឿងរោគរ៉ាបន្តិចបាទរឿងរោគរ៉ាបន្តិចប៉ុន្តែយ៉ាងណាមិញយើងក៏បានឃើញដែរសម្រាប់ Euro បាទ2016ឡើងមកគឺរោគរ៉ាខ្លាំងមែនតើ3ប្រកួតស្មើទៅ3ប្រកួតអត់ទៅណារួចពេលទាំងទីផងចុងក្រោយយកឈ្នះទៅលើម្ចាស់ផ្ទះបារាំងបាទយ៉ាងធូរបាទតែមិនមែនធូរទេតាំងដែរទី110ជាងបាទយ៉ាងណាមិញគឺយើងមិនអាចនិយាយថាក្រុមដែលរោគរ៉ាគឺជាក្រុមដែលមិនអាចលើកពានបាននោះទេបាទប៉ូទុយហ្គាល់ក៏បានបង្ហាញម្ដងរួចមកហើយបាទគ្រាន់ថាអ្វីដែលយើងមើលឃើញនឹងភ្នែកអ្វីដែលយើងមើលឃើញប្រព័ន្ធនៅក្នុងការលេងគឺអេស្ប៉ាញគឺគេល្អជាងមែនបាទគេល្អជាងមែនប៉ុន្តែវាក៏អាចជារបៀបរបបឬក៏អាចជាបាទតិចនិចតាក់តិចមួយរបស់លោករ៉ូបេតូម៉ាទីណេសក៏ថាបានដែរបងអញ្ចឹងយើងមិនទាន់អាចនិយាយបាន 100%ទេគ្រាន់តែខ្ញុំលើកឡើងជូនដល់ការប្រិមិត្តទេយើងក៏លេងទៅមើលការប្រកួតទាំងជម្រុះក្នុងពូលរហូតដល់វគ្គ32ក្រុមអេស្ប៉ាញគឺគេបាទថាកម្រិតរបស់គេគឺខ្ពស់ជាងបាទការលេងការគ្រប់គ្រងបាននៅលើទីលានការបង្កើតឱកាសការរកគ្រាប់បាល់គឺអែមែនតើបាទខណៈពេលដែលបាទប៉ូទុយហ្គាល់ប៉ះជាមួយនឹងក្រូអាតគឺថារោគរ៉ាបាទហើយបើសិនតែយើងនិយាយអំពីបាល់ទាត់ក្រូអាតនេះលេងជាមួយនឹងអង់គ្លេសគេហៅថាក្រូបាទលទ្ធផលនេះអញ្ចឹងបើសិនជាយើងនិយាយទេបាទអង់គ្លេសឈ្នះក្រូអាតស្មើជាមួយនឹងបាទប៉ូទុយហ្គាល់អញ្ចឹងបើអង់គ្លេសប៉ះប៉ូទុយហ្គាល់ឈ្នះក្រូអាតបាទនិយាយលេងទេប្រិមិត្តបាទមិនទេយើងមិនអាចនិយាយអញ្ចឹងបានទេបាទព្រោះការប្រកួតរវាងក្រុមនីមួយៗការរៀបចំបច្ចេកទេសលេងគឺមិនដូចគ្នាទេបាទអញ្ចឹងបាទសម្រាប់តំបន់ប្រយុទ្ធកណ្ដាលបាទរបស់ប៉ូទុយហ្គាល់គឺនៅមានកម្រិតខាតបានខាតGonzalo Ramos គាត់អាចធ្វើបានអញ្ចឹងខ្ញុំបានការប្រកួតខ្ញុំគិតថាបើសិនជាដាក់ទាំង Ronaldo ដាក់ទាំង Gonzalo Ramos បាទប្រហែលជាអាចនឹងល្អបាទប៉ុន្តែលោកគ្រូគាត់បាក់មួយទុកមួយបាទសម្រាប់លោក Roberto Martinez គាត់ដាក់មួយទុកមួយតែខ្ញុំគិតថាបើដាក់គាត់ទាំងពីរអ្នកចូលលេងហ្មងខ្ញុំគិតថាល្អលេងប្រព័ន្ធ4-4-2វិញបាទអាចនឹង4-4-2វិញអញ្ចឹងបាទលេងខ្ញុំគិតថាលេងអញ្ចឹងល្អប៉ុន្តែលោកគ្រូគាត់ដែរដាក់អញ្ចឹងទេបាទគឺភាគច្រើនដាក់ចុងមកដោយការប្រកួតចុងក្រោយក៏ដាក់ចុងមកអញ្ចឹងណាបាទមានទាំង Ronaldo មាន Gonzalo Ramos តែចុងក្រោយគឺបានដក Cristiano Ronaldo ចេញបាទអញ្ចឹងខ្ញុំឡើងជូនប្រិយមិត្តអញ្ចឹងថាបើសិនយកល្អគឺសម្រាប់បាទប៉ូទុយហ្គាល់ដាក់ទាំងពីរអ្នកហ្មងទៅគឺល្អបាទ